កងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានបញ្ចប់បេសកកម្មក្នុងការបំពេញតួនាទីភារកិច្ចការងារប្រកបដោយជោគជ័យនិងមោទនភាពនៅក្នុងការចោះសម្រួលចរាចរណ៍នៅតាមគោលដៅសំខាន់ៗនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺដើម្បីការពារសន្តិសុខរក្សាសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំនិងបងប្អូនប្រជាពលរដ្ឋព្រមទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលបានអញ្ជើញមកខេត្តកំពង់ស្ពឺនៅក្នុងឱកាសអបអរសាទរពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរដែលអនុវត្តតាមបទបញ្ជានិងគោលការណ៍ដឹកនាំដ៏ប៉ិនប្រសប់ឆ្លៀសវៃប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងមានការណែនាំដោយផ្ទាល់ពីឯកឧត្តមបណ្ឌិតជាមច័ន្ទសុផាន់ដែលជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រីមេងស្រុនដែលជាមេបញ្ជាការកម្លាំងកងរាជអាវុធហត្ថទូទាំងខេត្តកំពង់ស្ពឺបានបិទបញ្ចប់បេសកកម្មក្នុងការបំពេញតួនាទីភារកិច្ចការងារប្រកបដោយភាពជោគជ័យក្នុងការចោះសម្រួលចរាចរណ៍តាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺដើម្បីការពារសន្តិសុខរក្សាសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ទូថ្នាក់ដឹកនាំនិងបងប្អូនប្រជាពលរដ្ឋព្រមទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលអញ្ជើញមកកាន់វត្តអារាមរមណីយដ្ឋាននានាក្នុងខេត្តកំពង់ស្ពឺនៅក្នុងឱកាសអបអរសាទរពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរប្រកបដោយមោទនភាពយ៉ាងក្រៃលែងក្នុងអំឡុងពេលថ្ងៃឈប់សម្រាកជួបជុំសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋតែកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានពោលដៃរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំក្នុងការបំពេញតួនាទីភារកិច្ចដោយមិនខ្លាចនឿយហត់ដែលបានចោះសម្រួលចរាចរណ៍ដើម្បីការពារសន្តិសុខរក្សាសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ទោះស្ថិតនៅក្រោមកម្ដៅថ្ងៃមេឃភ្លៀងធ្លាក់យ៉ាងណាក៏ដោយក៏កងកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺនៅតែយកចិត្តទុកដាក់បំពេញភារកិច្ចឥតរុញរានោះឡើយក្រោមស្មារតីទទួលខុសត្រូវខ្ពស់បំផុតក្នុងនោះផងដែរលោកឧត្តមសេនីយ៍ត្រីមេងស្រុនក៏បានកោតសរសើរនិងថ្លែងអំណរអគុណយ៉ាងខ្លាំងទៅដល់កងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចការងារនាឱកាសអបអរសាទរពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះផងដែរ